ក្រោយពីភ្លៀងមេឃក៏ស្រឡះហើយណាបងប្អូនបន្ទាប់ពីលោកពូផៃវណ្ណៈបានធ្វើការបង្ហោះសារការពីម្សិលមិញហ្នឹងពាក់ព័ន្ធទៅនឹងជោគវាសនារបស់បរិសុទ្ធ2នាក់ដែលមានម្នាក់ជាអ្នកបើកបរឡានស្ទូចនិងម្នាក់ទៀតជាគ្រូឡានដែលត្រូវបានតំណាងអัยការសម្រាប់បង្គាប់ដោះលែងឲ្យមានសេរីភាពឡើងវិញក្រោយពីត្រូវបានចោទប្រកាន់និងឃុំខ្លួនពីបទលួចទ្រព្យសម្បត្តិហើយចំពោះការដោះលែងបរិសុទ្ធ2នាក់ឲ្យមានសេរីភាពឡើងវិញនេះផងដែរត្រូវបានមហាជនទូទៅមានការសាទរជាខ្លាំងផងដែរហើយនេះក៏ជាការជោគជ័យជាថ្មីម្ដងទៀតពីសម្ដេចលោកពូផៃវណ្ណៈក្នុងការតស៊ូមតិនៅលើបណ្ដាញសង្គមដើម្បីស្វែងរកយុត្តិធម៌រហូតឈានទៅដល់ការឲ្យមានការដោះលែងទៅលើបរិសុទ្ធ2នាក់ហើយចំពោះការដោះលែងបរិសុទ្ធទាំង2នាក់នេះផងដែរបើយើងក្រឡេកទៅលើម្ចាស់ដើមបណ្ដឹងលោកអ៊ុនសរុនដែលគាត់ជាម្ចាស់ដើមបណ្ដឹងហាក់ដូចជាសម្ដែងនឹងការមិនពេញចិត្តនោះទេក្រោយពីគាត់បានទទួលដំណឹងថាអាចនឹងមានការដោះលែងបរិសុទ្ធ2នាក់ឲ្យមានសេរីភាពឡើងវិញគាត់បានធ្វើការចេញនៅវីដេអូមួយក្នុងការទាមទារស្វែងរកយុត្តិធម៌សម្រាប់ខ្លួនឯងផងដែររហូតឈានដល់ថ្នាក់ហ៊ានយកតំណែងនិងតួនាទីរបស់ខ្លួនដែលជាមន្ត្រីនគរបាលជាតិយកមកធ្វើជាដើមទុនក្នុងការស្នើសុំទៅកាន់ថ្នាក់ដឹកនាំកម្ពុជាដែលមានដូចជាសម្ដេចតេជោប្រធានព្រឹទ្ធសភាសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាហើយឧត្តមរដ្ឋមន្ត្រីក្រសួងយុតិធធម៌រួមនឹងស្ថាប័នតុលាការផងដែរដើម្បីស្វែងរកមេខ្លោងដែលនៅពីក្រោយខ្នងរបស់បរិសុទ្ធទាំងពីរនាក់នឹងក្នុងការរៀបចំគម្រោងលួចទូកុងតឺន័ររបស់ខ្លួនដែលគាត់លើកឡើងថាអ្នកដែលនៅពីក្រោយខ្នងបរិសុទ្ធពីរនាក់នឹងជាអ្នករងចាំទទួលផលចោរកម្មជាអ្នកមានលុយនិងមានអំណាចផងដែរហើយបើយើងក្រឡេកទៅលើសម្លេងមហាជនក្នុងការបញ្ចេញមតិប្រតិកម្មតាក់ទងទៅនឹងការស្នើសុំទាមទាររហូតដល់ថ្នាក់ដឹកនាំកម្ពុជាពីសំណាក់ម្ចាស់ដើមបណ្ដឹងលោកអ៊ុនសរុនហ្នឹងមហាជនទូទៅគាត់បានធ្វើការប្រតិកម្មក្នុងការបញ្ចេញមតិដូចគ្នាដោយគាត់លើកហេតុផលថាគ្រាន់តែរឿងកំពេញកប៉ុកប៉ុណ្ណឹងក៏រំខានទៅកាន់ថ្នាក់ដឹកនាំដែរគ្រាន់តែរឿងចោតប្រកាន់គេមកលួចទ្រព្យសម្បត្តិទាំងទ្រព្យសម្បត្តិរបស់ខ្លួនគឺមិនទាន់បាត់បង់ឬខូចខាតដោយប្រការណាមួយនោះទេគឺនៅតែរក្សាទុកនៅដដែលហើយចំពោះអ្នកដែលត្រូវចោតប្រកាន់ហ្នឹងគ្រាន់តែជាអ្នករងគ្រោះដូចគ្នាទេត្រូវមានគេបោកបញ្ឆោតឲ្យមកស្ទួចយកទូកុងតឺន័រហ្នឹងរហូតឈានទៅដល់ការទាមទារទៅកាន់ថ្នាក់ដឹកនាំឲ្យជួយអន្តរាគមន៍ទាមទារនាយករដ្ឋមន្ត្រីទាមទាររហូតដល់សម្ដេចតេជោដែលជាសម្ដេចពុកឲ្យរំខានដល់គាត់រហូតដល់រដ្ឋមន្ត្រីក្រសួងយុទ្ធភ័ណ្ឌណានេះទៀតអញ្ចឹងវាហាក់ដូចជាធ្វើឲ្យរឿងទូចមួយពង្រីកឲ្យកាន់តែធំទៅវិញនេះជាសាររបស់សម្លេងមហាជនដែលគាត់ប្រតិកម្មទៅកាន់ការលើកឡើងរបស់លោកអ៊ុនសរុនដែលជាម្ចាស់ដើមបណ្ដឹងឥឡូវចាំមើលថាតើក្រោយពីមានការដោះលែងបរិសុទ្ធទាំងពីរនាក់ដែលជាម្នាក់ជាអ្នកបើកឡានស្ទូចម្នាក់ទៀតជាគ្រូឡានដែលត្រូវបានលោកអ៊ុនសរុនដាក់ពាក្យបណ្ដឹងប្តឹងពីបទលួចទ្រព្យសម្បត្តិរបស់គាត់ហ្នឹងត្រូវបានតំណាងអัยការសម្រាប់ដោះលែងឲ្យមានសេរីភាពហើយតើលោកអ៊ុនសរុនគាត់នៅតែមានប្រតិកម្មបែបណាទៀតអញ្ចឹងមានតែរងចាំតាមដានជាបន្តទៀតបាទសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនបងប្អូន